បងហើយបងស្ដាប់សម្ដីបងហើយខ្ញុំពិតជាស្រណោះខ្លាំងណាស់បងខ្ញុំបាទមានតែស្នាដៃចូលរួមរំលែកទុកទៅដល់ក្រុមគ្រួសារបងហើយក៏សូមឲ្យដួងវិញ្ញាណក្ខន្ធបងបានទៅកាន់សុគតិភពផងចុះការពលីជីវិតរបស់បងកូនខ្មែរគ្រប់រូបនឹងចងចាំទុកជារៀងរហូតបងប្រុសគឺជាវីរៈបុរសក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបស្លាប់ក្នុងភ្លើងសង្គ្រាមគឺជាកិត្តិយសជាមោទនភាពរបស់កងទ័ពជីវិតជូនជាតិជាតិជូនម្ដាយរូបកាយទុកឲ្យគ្រួសារនគរជាលះបង់ដើម្បីប្រទេសជាតិគឺមានតម្លៃសម្រាប់ខ្ញុំទោះស្លាប់ក៏អត់ស្ដាយដែរឈានជើងមកដល់កន្លែងនេះជីវិតនេះមិនមែនជារបស់ខ្ញុំទេគឺរបស់ប្រទេសជាតិស្រណោះសម្ដីបងខ្លាំងណាស់បងហើយស្ដាប់ហើយពិតជារំជួលចិត្តណាស់សូមបងទៅឲ្យបានសុខចោះសូមឲ្យដួងវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភពផងចោះការពលីរបស់បងនេះគឺពិតជាធំធេងខ្លាំងណាស់កូនខ្មែរគ្រប់រូបនឹងចងចាំបងទុកក្នុងក្រអើបេះដូងជារៀងរហូតខ្ញុំពិតជាឈឺចាប់មែនទែនពុកម៉ែបងប្អូនហើយនិងពួកអាចោសៀននៅក្នុងពេលនេះមានតែសូមឲ្យពុកម៉ែបងប្អូននិងជាពិសេសវីរៈកងទ័ពទាំងអស់ជួបតែសេចក្តីសុខសំណាងល្អគ្រប់ពេលឈ្នះអស់ពួកអាចោសៀនឲ្យវាវិនិច្ឆ័យឲ្យវារលាយ